ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនណាខ្លះដែលចូលចិត្តស្ងោរត្រីស្ងោរជ្រក់ត្រីចឹងចូលមកថ្ងៃនេះមិនខុសបំណងទេចឹងថ្ងៃនេះខ្ញុំមកស្ងោរជ្រក់ជាមួយនឹងត្រីក្រហមដែលមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនណាខ្លះដែលចូលចិត្តញ៉ាំបន្លែចឹងថ្ងៃនេះខ្ញុំស្ងោរជ្រក់ប៉ុន្តែខ្ញុំដាក់បន្លែព្រោះថាអ្នកខ្លះគាត់ស្ងោរជ្រក់អត់ដាក់បន្លែទេចឹងកុំឲ្យខាតពេលយូរយើងទៅមើលគ្រឿងផ្សំទាំងអស់គ្នាចំពោះគ្រឿងផ្សំនេះខ្ញុំមានក្រូចឆ្មាដុំស៊ុបខ្ទឹមសគល់ស្លឹកគ្រៃស្លឹកក្រូចរំដេងម្ទេសចំពោះបន្លែនេះខ្ញុំយកការ៉ុតហើយនិងផ្សិតចំបើងចំពោះជីនេះខ្ញុំយកជីក្រហមជីរណាស្លឹកខ្ទឹមត្រីបងប្អូនយកចិត្តត្រីដាក់ត្រីនឹងមកនេះខ្ញុំដាក់ត្រីក្រហមជាដំបូងនេះខ្ញុំដាំទឹកឲ្យពុះសិនដាក់ជាមួយនឹងគ្រឿងរបស់យើងមានដូចជារំដេងខ្ទឹមសគល់ស្លឹកគ្រៃហើយនិងស្លឹកក្រូចដាក់អំបិលមួយចិបដាក់ទឹកត្រីមួយស្លាបព្រាបាយចូលហើយនេះខ្ញុំបានដាក់ត្រីចូលដាក់ត្រីចូលទុកមួយពុះនេះខ្ញុំបានដាក់បន្លែចូលចានេះខ្ញុំដាក់ការ៉ុតមុនគ្របទុក5នាទីដើម្បីឲ្យការ៉ុតផុយបើមកវិញឃើញថាការ៉ុតរបស់យើងផុយហើយនេះខ្ញុំបានដាក់ផ្សិតចំបើងចូលដាក់ផ្សិតចូលហើយនេះខ្ញុំបានដាក់ម្ទេស2គ្រាប់ចូលទៀតបងប្អូនទាំងអស់គ្នាទុក3នាទីដើម្បីឲ្យសម្លរបស់យើងពុះហើយបន្លែរបស់យើងផុយបើមកវិញឃើញថាសម្លរបស់យើងពុះហើយនេះខ្ញុំបានដាក់ស្ករសមួយចុងស្លាបព្រាបាយម្សៅស៊ុបមួយចុងស្លាបព្រាបាយអញ្ចឹងសម្លរបស់យើងឆ្អិនហើយនេះខ្ញុំក៏បានដាក់ជីចូលតែម្ដងដាក់ជីចូលហើយក៏យើងបិទភ្លើងឥឡូវនេះដល់វគ្គដួសដាក់ចានហើយបងប្អូនទាំងអស់គ្នាបងប្អូនអាចដួសបាយបានក្តៅញ៉ាំជាមួយនឹងបាយក្តៅគឺថាឆ្ងាញ់មែនតើអញ្ចឹងបើសិនជាបងប្អូនធ្លាប់តែស្ងោរជ្រក់ត្រីអត់ដែលដាក់បន្លែបងប្អូនអាចមើលវីដេអូនេះខ្ញុំដាក់បន្លែដូចនេះខ្ញុំទៅគឺថារសជាតិឆ្ងាញ់មែនតើបងប្អូនចង់ដាក់ផ្សិតអីក៏បានដែរផ្សិតសក៏បានផ្សិតភ្លៅមាន់ក៏បានរួចហើយនេះខ្ញុំបានច្បាច់ម្ជូរក្រូច2-3ចំណិតមកបើសិនជាបងប្អូនចូលចិត្តជូរខ្លាំងមុខម្ហូបនេះឆ្ងាញ់ហើយលឿនតែមួយផ្លេតទេគឺយើងបានញ៉ាំហើយអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់